មនុស្សចង់ស៊ីមីឲ្យស៊ីបាយដឹងមីក្លុកវាឆ្ងាញ់អត់បាយញ៉ាំរាល់ថ្ងៃចង់ទៅលាន់មីក្លុកនៅដុំបាក់ទុកញ៉ាំជាមួយហតដកហ្នឹងជាតិណាបងប្អូនដោយសារតែគេលាយគ្រឿងមកឈ្ងុយហ្មងហើយតម្លៃធម្មតាមួយចានតែ7000រៀលទេបងប្អូនបើសិនជាចង់ញ៉ាំអីដាច់លុយអាចមកសាកបាននៅជាប់សាឡាបាក់ទុកផ្ទាល់ហើយមីគឺមានមីតសៃតូចមានមីតសៃធំមានមីធម្មតាអញ្ចឹងណាបងប្អូនហើយមួយចានពិសេសគឺ10000បើធម្មតាតែ7000ទេទៅដល់ឃើញហើយលក់ដោយកញ្ញាស្រស់ស្អាតទាំងពីរអ្នកហ្នឹងហើយអត់សូវចាំយូរហ្មងទេត្រឹមតែរយៈពេល5ទៅ10នាទីគឺឆ្អិនទេបងប្អូនក្លុកដាក់គ្រឿងខ្វាច់មួយផ្លែតហ្នឹងហើយមួយវិញទៀតកន្លែងគាត់អត់មានកន្លែងអង្គុយទេបងប្អូនអាចខ្ចប់យកទៅញ៉ាំកន្លែងផ្សេងបានហើយប្រភេទសាច់ដែលខ្ញុំយកនេះគឺយកពិសេសគឺមានពោះគោមានដូចជាប្រហិតហើយមានឈាមទាអញ្ចឹងបងប្អូនមានគ្រប់មុខញ៉ាំទៅឆ្ងាញ់បើយកធម្មតាវាអត់ជាតិដោយសារតែខ្ញុំចូលចិត្តញ៉ាំអាពិសេសឲ្យច្រើនតែបើបងប្អូនចង់យកសាច់ក្រកថែមគឺមួយចង្កាក់4000រៀលផងដែរបងប្អូនយើងញ៉ាំជាមួយមីណាគឺជាតិហ្មងហើយមីក្លុកនេះគឺយើងអាចញ៉ាំបានគ្រប់វ័យតែម្ដងបើមិនថាចាស់ក្មេងប្រុសស្រីញ៉ាំបានទាំងអស់និយាយពីថាមីរបស់គេវិញឡើងទំនងហើយនិយាយពីថាឈ្ងុយខ្ទឹមបាទឈ្ងុយបែបគ្រឿងចិនរបស់គេក្លុកមកគឺថាទំនងយកតែម្ដងបងប្អូនដែលធ្លាប់ញ៉ាំគឺដឹងហើយខ្ញុំយកមីពងមាន់សរសៃតូចនិងមីពងមាន់សរសៃធំរសជាតិឆ្ងាញ់ដូចគ្នាគ្រាន់ថាចំណង់ចំណូលចិត្តរបស់បងប្អូនចង់យកធំក៏បានទូចក៏បានឬក៏ធម្មតាក៏បានដែរហើយយើងញ៉ាំជាមួយនឹងទឹកជ្រលក់របស់គេនេះគឺឆ្ងាញ់ហ្មងបងប្អូនប្រភេទទឹកតៅហ៊ូប៉ុន្តែគេលាយគ្រឿងម៉េចឆ្ងាញ់គេឲ្យទឹកជ្រលក់មួយទៀតប៉ុន្តែខ្ញុំអាចបានសូឲ្យពុកម៉ែបងប្អូនខ្ញុំបញ្យល់នឹងដៃម៉ូតូភ្លេចយកមកអញ្ចឹងណាបងប្អូនហើយរសជាតិគឺដិតល្មមហើយយើងដាក់ម្ទេសមករៀងហិលល្មមញ៉ាំទៅឈ្ងុយខ្ទឹមហើយឈ្ងុយគ្រឿងចិននិយាយទៅជាតិហើយយើងញ៉ាំជាមួយសាច់ក្រករបស់គេដែរក៏ឆ្ងាញ់ដែរលក្ខណៈថាឆ្ងាញ់វាមានជាតិហើយវាឈ្ងុយដូចគ្នាអញ្ចឹងណាហើយទីតាំងមីក្លុកនេះគឺនៅជាប់លបងសាឡាបាក់ទូផ្ទាល់បាយត្រូវការស្វែងរកទីតាំងអាហារឆ្ងាញ់មែនទេទាញយកអេបអបសុកណាស់ឥឡូវនេះ